បាទសួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះគឺយើងមកនិយាយអំពី Windows plus or បានន័យថា Windows បូកជាមួយនឹងអក្សរ or អូខេអញ្ចឹងយើងគ្រាន់តែធ្វើការចុចរូប Windows នៅលើ keyboard របស់យើងហើយយើងកុំប្រឡែងបន្ទាប់មកទៀតយើងចុចទៅលើអក្សរ or វានឹងលោតផ្ទាំងមួយមកដែលហៅថាផ្ទាំង run ផ្ទាំងហ្នឹងគឺនៅពេលដែលយើងវាយពាក្យឬក៏វាយពាក្យកម្មវិធីអីមួយគឺវានឹងធ្វើការបើកដំណើរការឲ្យយើងតែម្ដងឧទាហរណ៍ខ្ញុំធ្វើការចុចទៅលើពាក្យវាយពាក្យថាជ្រុំចុច OK ឬក៏ Enter វានឹងធ្វើការបើកនៅកម្មវិធីជ្រុំឲ្យយើងតែម្ដងអូខេយើងធ្វើការចុចទៅលើរូប Windows នៅលើ keyboard បន្តមកទៀតកុំប្រឡែងដៃចុចអក្សរ O ដដែលវានឹងលោតផ្ទាំង run មកដដែលឧទាហរណ៍យើងវាយពាក្យថា WinWord ចុច OK ឬក៏ Enter វានឹងធ្វើការបើកកម្មវិធី Word ឲ្យយើងអូខេអញ្ចឹង Windows plus or ហ្នឹងបានន័យថាយើងបើកផ្ទាំង run ហើយយើងវាយពាក្យកម្មវិធីអ្វីមួយដើម្បីបើកដំណើរការក៏ប៉ុន្តែកម្មវិធីខ្លះគឺវាមិន support នោះទេវាទាមទារយើងសិក្សាបន្ថែមទៀតអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំចង់បង្ហាញតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយអរគុណជម្រាបលា